ទីហ៊ានពិសេសដែលទើបត្រឡប់ពីបេសកកម្មកំពុងត្រាំទឹកក្នុងអាងហែលទឹកមិននឹកស្មានថាស្ត្រីអ្នកមានម្នាក់ត្រូវគេតាមសម្លាប់ដល់ទីនេះឃើញជាតិក៏ហៀបនឹងតាមទាន់ក្នុងគ្រាអាសន្នស្ត្រីអ្នកមានក៏លោតចូលអាងហែលទឹកអប់យុវជននោះភ្លាមស្ត្រីអ្នកមានមិនទាន់បានពន្យល់រឿងរបស់នាងច្បាស់ផងក្រុមឃាតករក៏បានតាមទាន់បាត់ទៅហើយដើម្បីកុំឲ្យឃាតករស្គាល់មុខនាងស្ត្រីអ្នកមានក៏ទាញកាំបិតមួយដើមចេញភ្លាមគំរាមយុវជននោះឲ្យធ្វើតាមនាងបើមិនអីចឹងទេនាងនឹងសម្លាប់គេឥឡូវនេះឃាតករគិតថាស្ត្រីអ្នកមាននិងយុវជននោះជាគូស្នេហ៍នឹងគ្នាដូច្នេះក៏មិនបានចាប់អារម្មណ៍ពេលឃាតករចេញទៅស្ត្រីអ្នកមានក៏ប្រែក្រឡាស់មិនស្គាល់គេភ្លាមថានាងមានការបន្ទាន់ហើយទុកយុវជននោះចោលរួចក៏ទៅបាត់ទៅយុវជននោះគិតថាស្ត្រីអ្នកមានម្នាក់នេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ភ្លាមនោះក៏មានចិត្តចាប់អារម្មណ៍នឹងស្ត្រីអ្នកមាននោះកូនចៅរបស់យុវជននោះបានឮសំឡេងរំខានក៏មកដល់តាមពិតយុវជននោះគឺជាម្ចាស់វិមានទេពនីគ្រីមានទ្រព្យសម្បត្តិរហូតដល់10 trillion ឯសមត្ថភាពរបស់គេវិញគឺមិនបាច់និយាយឲ្យត្រង់ទៅគឺគេគ្មានគូពីផ្ទឹមឡើយប៉ុន្តែឥឡូវនេះយុវជននោះបានធុញទ្រាន់នឹងជីវិតបែបនោះហើយគេសម្រេចចិត្តលាឈប់ពីពិភពគុណចាប់ពីពេលនេះទៅត្រឡប់ទៅជន់បត់រស់នៅបែបធម្មតាវិញពីខែក្រោយមកពេលសេដ្ឋនីនៅផ្ទះស្រាប់តែចាញ់កូនមិននឹកស្មានថាតួខ្លួនរបស់សេដ្ឋនីស្រាប់តែកាន់របាយការណ៍មួយរបាយការណ៍មកប្រាប់ថាសេដ្ឋនីមានផ្ទៃពោះសេដ្ឋនីកាន់លិខិតរបាយការណ៍នាងស្ទើរតែមិនជឿលោកគ្រូពេទ្យលោកយល់ច្រឡំហើយមែនទេខ្ញុំមិនដែលតាក់ទងបរិះណាផងមិនក៏ខ្ញុំមានផ្ទៃពោះទៅកើតរបាយការណ៍បង្ហាញថាលោកស្រីមានផ្ទៃពោះ2ខែហើយសេដ្ឋនីនឹកឃើញលើកមុនជាមួយកំឡោះនៅអាងហែលទឹកចំពីខែតែម្ដងនាងគិតថាកូននេះទំនងជាកូនរបស់កំឡោះនោះហើយក្រោយពេលដឹងថាខ្លួនឯងមានផ្ទៃពោះសេដ្ឋនីភ្លាមក៏បានប្រកាសបើកសន្និសីទសារព័ត៌មានមួយស្មានថាសេដ្ឋនីនឹងប្រកាសរឿងសំខាន់អ្វីមួយមិននឹកស្មានថាសេដ្ឋនីចង់ចំណាយលុយច្រើនស្វែងរកបរិះម្នាក់មកធ្វើជាស្វាមីដូចដែលអ្នកទាំងអស់គ្នាបានជ្រាបហើយខ្ញុំបានដល់វ័យរៀបការហើយដូច្នេះអីលោកស្រីស៊ូហ្វូយ៉ាវនឹងជ្រើសរើសស្វាមីពេញមួយរយៈពេលតាមពិតក្រុមហ៊ុននេះគឺម្ដាយរបស់សេដ្ឋនីជាអ្នកបង្កើតឡើងដោយផ្ទាល់ដៃមុនម្ដាយស្លាប់បានបន្សល់ទុកបណ្ដាំថានាងត្រូវតែរៀបការទើបអាចទទួលមរតកក្រុមហ៊ុនបានតែឥឡូវនេះសិទ្ធិគ្រប់គ្រងក្រុមហ៊ុននៅតែក្នុងដៃពុកនាងនៅមានប្អូនស្រីចុងម្នាក់ទៀតកំពុងប្រជែងដណ្ដើមក្រុមហ៊ុននេះដែរដើម្បីកុំឲ្យក្រុមហ៊ុនដែលម្ដាយបង្កើតធ្លាក់ទៅក្នុងដៃប្អូនស្រីចុងនាងក៏សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់មកធ្វើជាប្តីទៅខណៈនោះដែលជំនួយការកំពុងកាន់បញ្ជីបុរសទាំងនោះឲ្យនាងជ្រើសរើសបុគ្គលិកម្នាក់បានរត់ចូលមកប្រាប់ភ្លាមថាមានបុរសម្នាក់ត្រូវបានឡានបុកស្លាប់នៅតាមផ្លូវមកចំណែកបេក្ខជនផ្សេងទៀតក៏បានភ័យរត់គេចខ្លួនបាត់អស់ដែរនាងក៏ផ្ទុកកំហឹងយ៉ាងខ្លាំងនាងដឹងថានេះប្រកាសជាស្នាដៃពុកនាងហើយក្នុងពេលដែលឪពុកទូចង់ប្រគល់ក្រុមហ៊ុនទៅឲ្យប្អូនស្រីចុងនាងក៏សម្រេចចិត្តស៊ូជាមួយពួកគេដល់ទីបញ្ចប់ដូច្នេះនាងក៏នាំកូនស្រីរបស់នាងមកកាន់ជនបទដើម្បីរកមើលថាតើរកកំឡោះបានឬអត់កូនស្រីរបស់នាងក៏បាត់រថយន្តមួយគ្រឿងជាលទ្ធផលពេលមកដល់ផ្លូវចុះចំណោតមួយកន្លែងធ្វើឲ្យកូនស្រីគ្រប់គ្រងល្បឿនរថយន្តមិនបានក៏ឲ្យចុះចំណោតយ៉ាងលឿនក្នុងពេលដ៏គ្រោះថ្នាក់នេះកំឡោះដែលកំពុងឃ្វាលគោបានឃើញទស្សនវិជ្ជានេះកំឡោះក៏រត់ទៅយ៉ាងលឿនហើយចាប់ទាញកូនស្រីភ្លាមទើបជៀសវាងបាននៅរឿងអកុសលពេលកូនស្រីឃើញសាច់ដុំនិងរូបរាងបែបនេះនាងដឹងភ្លាមថាជាប៉ាប៉ារបស់នាងប៉ាទីបំផុតខ្ញុំរកប៉ាប៉ាឃើញហើយយានយ៉ាប់ហើយលោកស៊ូយានខ្ញុំទុកឲ្យអ្នកស្រែធ្វើជាប៉ានាងហើយយានមកអត់អីទេមែនទេខ្ញុំរកឃើញប៉ាហើយយានគេមិនមែនជាប៉ារបស់កូនទេនារីអ្នកមានងើបមកមើលនាងមិននឹកស្មានថាជាយុវជនកាលពី2 ខែមុននោះទេយុវជននោះក៏ស្គាល់នារីអ្នកមាននោះដែរពួកគេទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងឃើញថានារីអ្នកមានមករកបញ្ហាហើយយុវជននោះក៏ប្រកែកភ្លាមព្រោះពេលនោះគេគ្មានទំនាក់ទំនងអ្វីជាមួយនារីអ្នកមាននោះទេនារីអ្នកមានក៏បានប្រាប់រឿងរ៉ាវពិតដល់យុវជននោះនារីអ្នកមានបានបញ្ជាក់យ៉ាងមុតមមថាបើយុវជននោះមិនជឿអាចទៅធ្វើតេស្តទៅណាបានយុវជននោះយល់ហើយក៏មានអារម្មណ៍មិនគួរឲ្យជឿតែគិតទៅក៏មានហេតុផលដែរបន្ទាប់មកយុវជននោះក៏បានប្រទះឃើញដោយចៃដន្យនៅលើដៃរបស់កូនស្រីមានស្លាកស្នាមកំណើតរៀងៗដូចគេដែរពេលនេះយុវជននោះក៏កាត់ដាច់ថាជាកូនស្រីរបស់ខ្លួនហើយលែងបាច់ធ្វើតេស្តទៅណាហើយដូច្នេះហើយអ្នកស្រីអ្នកមានក៏បាននាំយុវជននោះមកចុះអេដាស៊ីវលភ្លាមទីបំផុតគ្រួសារទាំង3នាក់ក៏បានជួបជុំគ្នាឲ្យបុរសនោះមើលថែកូនស្រីឲ្យបានល្អតែនាងមិនដឹងឡើយប៉ុណ្ណឹងសម្រាប់បុរសនោះគ្រាន់តែជាចុងសក់ប៉ុណ្ណោះស្រាប់តែជំនួយការបានមកប្រាប់ថាឪពុករបស់នាងបាននាំម្ដាយចុងមកដល់ភូមិបុរសនោះហើយអ្នកស្រីអ្នកមានក៏ប្រញាប់ជិះឡានទៅភូមិភ្លាមលោកស្រីស៊ូយ៉ាងហោចណាស់នាងក៏ជាអគ្គនាយិកាស្រីស្អាតលេខ1នៅក្រុមកាំងចាំងដែរមិនក៏ទៅរៀបការជាមួយអ្នកស្រែចម្ការបែបនេះទៅវិញអ្នកស្រែចម្ការមានបញ្ហាអីទៅគាត់រកលុយដោយកម្លាំងញើសឈាមរបស់គាត់អាចស្អំត្រឹមត្រូវណាស់លោកស្រីស៊ូសូមមើលភូមិស្រុកនេះទៅបើនាងរៀបការនៅទីនេះនាងនឹងមិនអាចបន្តមរតកក្រុមហ៊ុនស៊ូបានទេយើងមិនចង់បានមេដឹកនាំដែលរៀបការជាមួយអ្នកនៅជនបទនោះទេស៊ូវ៉ាន់នាងមិនអាចបន្តមរតកក្រុមហ៊ុនស៊ូបានឡើយក្រុមហ៊ុនដែលម៉ាក់ឯងបន្សល់ទុកគឺជារបស់ពួកយើងតំណែងរបស់ឯងគួរតែជារបស់ខ្ញុំលោកស្រីស៊ូលោកយ៉ាហានទូរស័ព្ទមកទូរស័ព្ទពីយ៉ាហានគាត់ទូរស័ព្ទមកម៉ោងនេះធ្វើអីអាឡូយ៉ាហានលោកបងខ្ញុំរកឃើញហើយក្រុមហ៊ុនស៊ូគ្រប់ត្រូវបានបង្កើតឡើងដោយម្ដាយបងថ្លៃស្រីតែម្នាក់ឯងឪពុករបស់បងថ្លៃស្រីបាននាំស្រីកំណាននិងកូនស្រីខុសច្បាប់មកផ្ទះធ្វើឲ្យម្ដាយរបស់បងថ្លៃស្រីស្លាប់ដោយក្តៅចិត្តឆ្នាំនោះគាត់ទើបតែអាយុ14ឆ្នាំក្រុមហ៊ុនស៊ូគ្រប់ក៏បានធ្លាក់ទៅក្នុងដៃពុករបស់បងថ្លៃស្រីនាងក៏ត្រូវបានគេបញ្ជូនទៅក្រៅប្រទេសដែរបងថ្លៃស្រីចាប់ផ្ដើមត្រឡប់មកប្រទេសវិញនៅអាយុ18ឆ្នាំដើម្បីដណ្ដើមយកក្រុមហ៊ុនស៊ូគ្រប់ប៉ុន្តែត្រូវបានឪពុករបស់គាត់រារាំងគ្រប់ទីកន្លែងនិងគិតគូរម៉ាក់គូឲ្យអាណិតណាស់ប៉ារស់រាន់ការពីម៉ាក់ទៅប្រពន្ធអ្នកណាអ្នកនោះជាអ្នកស្រឡាញ់ថ្នាក់ថ្នមយ៉នកុំបារម្ភ
មានប៉ានៅទីនេះហើយនឹងមិនឲ្យអ្នកណាមកធ្វើបាបម៉ាក់បានទេណាលោកបងថ្លៃស្រីទទួលទូរស័ព្ទហើយអាឡូប្រពន្ធយ៉ាហៀងឥឡូវឯងនៅណាយីហានឥឡូវខ្ញុំនៅមាត់ភូមិគឺស៊ីហើយមានរឿងខ្លះត្រូវដោះស្រាយអូនឥឡូវខ្ញុំទៅរកអូនភ្លាមអេមេចេញដំណើរទៅមាត់ភូមិប៉ាត់អេលោកស៊ូមានរឿងអីយីហានគេនឹងមករកខ្ញុំលោកស៊ូនៅទីនេះរញ៉េញ៉ៃគ្រប់គ្រាន់ហើយប្រាប់យីហានកុំឲ្យមកតែគេបានបិទទូរស័ព្ទបាត់ហើយបងស្រីអ្នកណាទូរស័ព្ទមកបងចង់ដឹងទេអត់ប្រាប់អញទេបងស្រីខ្ញុំមើលទាំងអស់ហើយអាអ្នកធ្វើស្រែនោះនឹងមករកឯងហាអាអ្នកធ្វើស្រែនៅជនបទនោះមកហើយអញកុំឲ្យគេមកសោះខ្មាស់គេដេលោកនាយកទាំងអស់គ្នាអ្នកទាំងអស់គ្នាទទួលយកមិនបានទេឬអញ្ចឹងក៏គ្មានវិធីដែរគេបានរៀបការជាមួយអ្នកធ្វើស្រែជនបទនោះហើយហាអីបងស្រីអញថាគេធម្មតានៅជនបទធ្វើស្រែមែនទេគាត់អាចរើសសម្រាមអីបានអត់ហានិយាយទៅគាត់ក៏ជាកូនប្រសារខ្ញុំដែរខ្ញុំអាចរៀបចំឲ្យគាត់ធ្វើជាអ្នកសម្អាតនៅក្រុមហ៊ុនបានអត់ត្រូវហើយហាពួកអញពិតជាហួសហេតុពេកហើយប្រពន្ធចុចលីងនៅជ្រុងខាងឆ្វេងក្រោមដើម្បីមើលវីដេអូបន្តដ៏អស្ចារ្យ